នព័ត៌មានក្តៅពីប្រទេសចៅសៀមចាឥឡូវនោះពួកវាកំពុងតែជ្រួលច្បល់ឲ្យខឹងសម្បានឹងយើងខ្លាំងមែនទែនចាតាក់ទងនឹងកីឡាបាល់ទះម្សិលមិញដែលប្រកួតគ្នាខ្មែរយើង3គ្រាប់វា1គ្រាប់បងប្អូនកំពុងតែជែកវែកញែកបែកអាចឆាបងប្អូនថាដឹងបញ្ជូនកីឡាករម៉ាក់ស្អីទៅទេបានទៅជាឲ្យខ្មែរឈ្នះទៀតហើយជារហូតឥឡូវនេះសូមអរគុណកីឡាករខ្មែរយើងមែនទែនដែលធ្វើឲ្យយើងមានប្រវត្តិសាស្ត្រថ្មីកើតឡើងមួយទៀតបងប្អូនជួយ share វីដេអូនេះឲ្យបានច្រើនឲ្យប្រជាជនចៅឲ្យកាន់តែឈឺចិត្តស្អិតទ្រូងមើលងាយខ្មែរគ្រប់ច្រកឥឡូវមិនហើយយុគ9ហ៎ការពិតយ៉ាងណាយ៉ាងណីហើយអូយកុំទៅខឹងកីឡាករពូហែងអីព្រោះថាយុគ9ត្រូវបានបង្ហាញហើយកន្លងមកមុនហ្នឹងឃើញលោកពួកអីស៊ីសណូគេអីបានឈ្នះបានអីហ្នឹងឥឡូវវាដល់ថ្ងៃវិសាហើយរលាយគ្រប់ច្រកពួកអារលាយមីរលាយអើយ